មិនដូចកំព្រាមួយនេះវាដូចជាចង់បានអ្វីពីពួកយើងវិលីអូនអត់អីណែយើងអត់គួរមកនៅកន្លែងហ្នឹងទេកាលពី10ឆ្នាំមុនរាត្រីជានិច្ចការរបស់មណ្ឌលមួយនេះនាងបានសម្លាប់ក្មេងៗអស់7នាក់ហើយអ្នកភូមិក៏បានកាត់ទោសនាងនៅយុគនោះគ្រប់គ្នាគិតថាខ្ញុំប្រហែលជាឈួតណែគេណាប៉ុន្តែខ្ញុំជឿថានៅទីនេះគឺមានបណ្ដាសាតែគ្មាននរណាម្នាក់ជឿខ្ញុំទេហើយដើម្បីរស់យើងមានតែពឹងលើខ្លួនឯងហើយដើម្បីយកឈ្នះបណ្ដាសារបស់នាងនេត្រីយើងត្រូវតែស្វែងរកឲ្យដឹងថាមានរឿងអ្វីកើតឡើងខ្លះនៅក្នុងឆ្នាំនោះព្រោះវាគឺជាវិធីដែលអាចការពារក្មេងៗនៅទីនេះបានមុនពេលគ្រប់យ៉ាងវាត្រូវហួសពេល